ជនហោះចម្បាំង J15D ចិនប៉ះគ្នានឹង F15J របស់ជប៉ុននៅសមុទ្រចិនខាងកើតជំរាបសួរប្រិយមិត្ត KH News ជាទីមេត្រីនៅពេលនេះចំនួនចិននិងជប៉ុនកំពុងឡើងកម្ដៅខ្លាំងដោយនាយករដ្ឋមន្ត្រីជប៉ុនថ្មីគឺលោកស្រី Sane Takaichi បានចេញមុខការពារតៃវ៉ាន់ធ្វើឲ្យភាគីចិនក្តៅស្លឹកត្រជីកនិងបានបញ្ចេញយន្តហោះចម្បាំង J15D ហោះទៅគម្រាមជប៉ុននៅសមុទ្រចិនខាងកើតចំណែកឯជប៉ុនវិញបានបញ្ចេញយន្តហោះចម្បាំង F15J មកទប់ស្កាត់ J15 ចិនសកម្មភាពនេះត្រូវបានអ្នកជំនាញខាងសេពីវុធជាច្រើនបានដាក់សំណួរថាតើរវាង J15D និង F15 ជប៉ុនមួយណាខ្លាំងជាងដូច្នេះថ្ងៃនេះ KNU នឹងលើកយកសមត្ថភាពរបស់ពួកវាមកនិយាយរៀបរាប់ជូនដល់ប្រិយមិត្តយើងបន្តហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថារាល់វីដេអូរបស់ខ្ញុំគឺផុសតែលើ Channel YouTube ខ្ញុំចំនួន2តែប៉ុណ្ណោះគឺខ្មែរ Today និង KH News មុននឹងខ្ញុំនិយាយដល់សមត្ថភាពយន្តហោះចម្បាំងទាំងពីរខ្ញុំសូមលើកយកដើមជាប់នៃចំនួនចិននិងជប៉ុននៅសមុទ្រចិនខាងកើតមកនិយាយជាមុនសិនដោយប្រិយមិត្តយើងដឹងស្រាប់ហើយថាចិននិងជប៉ុនគឺជាសត្រូវផងនិងជាដៃគូរកស៊ីផងជាសត្រូវពីព្រោះនៅសម័យអតីតកាលជប៉ុនធ្លាប់ឈ្លានពានចិននិងបានកាន់កាប់ទឹកដីចិនមួយផ្នែកធំរួមទាំងបានកាប់សម្លាប់ប្រជាជនចិនរាប់សែននាក់ទៀតផងបើទោះបីវាកន្លងអស់ទៅជាច្រើនឆ្នាំហើយក៏ដោយប៉ុន្តែចិននៅតែមានគំនុំនឹងជប៉ុននិងចំនួនដ៏អរ៉ាំរ៉ៃមួយនៅតែមិនអាចដោះស្រាយបាននោះគឺជាលុះដំណើរដែនកោះទាំង8នៃប្រជុំកោះសេនកាគូហៅតាមភាសាជប៉ុននិងទីយូហៅតាមភាសាចិនបើតាមអំណះរបស់ជប៉ុនបាននិយាយថាខ្លួនបានតាមដានប្រជុំកោះនេះអស់រយៈពេល10ឆ្នាំឃើញថាគ្មានអ្នកគ្រប់គ្រងទើបខ្លួនសម្រេចដាក់វាក្រោមការគ្រប់គ្រងរបស់ខ្លួនចាប់តាំងពីឆ្នាំ1895ចំណុចឯចិនឯនោះវិញបានអះអាងថាប្រជុំកោះសេនកាគូនេះគឺបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ1404នាសម័យរាជវង្សវិញមកម្លេះហើយវាស្ថិតក្រោមរដ្ឋបាលនៃកោះតៃវ៉ាន់ប្រជាជនចិនបានយកវាធ្វើជាដែននេសាទអស់ជាច្រើនសតវត្សមកហើយនិងជប៉ុនកាន់កាប់កោះនេះគឺនៅពេលដែលចិននិងជប៉ុនមានសង្គ្រាមនឹងគ្នានាកំឡុងឆ្នាំ1805ដូច្នេះសម្រាប់ចិនការភ្ជាប់ប្រជុំកោះសេនកាគូឬក៏ទីយូនេះទៅក្នុងដែនដីរបស់ជប៉ុនគឺជាការធ្វើដោយប្រើកម្លាំងទ័ពតែប៉ុណ្ណោះមិនមែនជាការកាន់កាប់ដោយស្របច្បាប់នោះទេឥឡូវនេះយើងងាកមកមើល F15J របស់ជប៉ុនមុនគេវាត្រូវបានធ្វើការហោះហើរជាលើដំបូងក្នុងឆ្នាំ1981គឺជប៉ុនទទួលបានសិទ្ធិពីសហរដ្ឋអាមេរិកក្នុងការផលិតវាជាមួយនឹងទម្ងន់ទទេ12700គីឡូក្រាមនិងពេលវាផ្ទុកសពាវុធរួចមានទម្ងន់20200គីឡូក្រាមដល់30845គីឡូក្រាមមានបណ្ដោយប្រវែង19ម៉ែត្រចុច54និងមានស្លាបប្រវែង13ម៉ែត្រចុច5កម្ពស់5ម៉ែត្រចុច63ប្រើប្រាស់ម៉ាស៊ីនចំនួន2 Pratt & Whitney F100 ដក220មានសមត្ថភាពហោះក្នុងល្បឿន2550គីឡូម៉ែត្រក្នុង1ម៉ោងបោះលើផ្ទៃសមុទ្រវិញគឺ1450គីឡូម៉ែត្រក្នុង1ម៉ោងហោះក្នុងរយៈកម្ពស់20000ម៉ែត្រចំពោះការបំពាក់សពាវុធវិញមានដូចជាកំភ្លើងយន្ត M61 Vulcan មួយដើមបំពង់សម្រាប់បាញ់គ្រាប់រ៉ុកែតអមសងខាងស្លាបមីស៊ីលប្រយុទ្ធគ្នាលើអាកាសមានដូចជា AMM3 AMM4 AMM5 ដែលផលិតដោយជប៉ុននិងមីស៊ីល AM9 Sidewinder AIM7 Sparrow មីស៊ីលបាញ់ពីអាកាសមកដីមានដូចជា AGM158 JSSM និង AGM158C គ្រាប់បែកទម្លាក់ពីអាកាសមកដីMK82 និងគ្រាប់បែក GPU87 ជាប្រភេទគ្រាប់បែកចង្កោមសម្រាប់គ្រាប់មីស៊ីល AGM158B បាញ់បានចម្ងាយ1000គីឡូម៉ែត្រនិង AGM158C បាញ់បានចម្ងាយ926គីឡូម៉ែត្រ F15J បំពាក់រ៉ាដាប្រភេទ APG82V ចាប់សញ្ញាបានចម្ងាយ160គីឡូម៉ែត្រទៅ185គីឡូម៉ែត្រវាមានប្រព័ន្ធព្រមានពីមីស៊ីលដែលត្រូវបាញ់មករកវាប្រព័ន្ធ jamming និងប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកនិងនៅមានប្រព័ន្ធផ្សេងទៀតជាច្រើន F15J ប្រើប្រាស់កៅអីមួយសម្រាប់ពីលុតម្នាក់ខ្ញុំក៏សូមបញ្ជាក់ប្រិយមិត្តយើងផងដែរថាចំពោះ F15 នេះសមត្ថភាពរបស់ពួកវាខ្លាំងខុសគ្នាទៅតាមបណ្ដាប្រទេសនានាដែលបញ្ជាទិញដូចជា F15 សហរដ្ឋអាមេរិកស៊េរីទំនើបបំផុតគឺសម្រាប់តែកងទ័ពអាមេរិកប៉ុណ្ណោះ F15SG គឺសម្រាប់ប្រទេសសិង្ហបុរីនិង F15I សម្រាប់អ៊ីស្រាអែលវាមានភាពខ្លាំងបែបផ្សេងយ៉ាងណាមិញ F15 របស់ជប៉ុនក៏ដូចគ្នាហើយតែពិសេសជាងនេះទៅទៀតនោះគឺជប៉ុនផលិតវាដោយខ្លួនឯងផ្ទាល់គឺក្រុមហ៊ុន Mitsubishi Heavy Industries ទទួលបានសិទ្ធិអាជ្ញាប័ណ្ណក្នុងការផលិតវាពីសហរដ្ឋអាមេរិក
ចំណែកឯ J15D ចិនវិញវាត្រូវបានធ្វើការហោះហើរជាលើកដំបូងក្នុងឆ្នាំ2013ជាប្រភេទយន្តហោះចម្បាំងពហុមុខងារចំនួនទី 4.5 មានកៅអី2សម្រាប់ pilot 2 នាក់វាត្រូវបានដាក់ប្រើប្រាស់លើនាវាបន្ទុកយន្តហោះបម្រើឲ្យកង Marine ចិនមានទម្ងន់ទទេ 17500 គីឡូក្រាមពេលបន្ទុកសពាវុធរួចមានទម្ងន់ 32500 គីឡូក្រាមនិងមានបណ្ដោយប្រវែង 22 ម៉ែត្រចុច 28 ស្លាបប្រវែង 14 ម៉ែត្រចុច 70 កម្ពស់ 5 ម៉ែត្រចុច 72 ប្រើប្រាស់ម៉ាស៊ីនភ្លុះ 2 Saturn AL31 ឬក៏ WS-10B ហោះក្នុងល្បឿន 2300 គីឡូម៉ែត្រក្នុង1ម៉ោងមានល្បឿនលឿនជាងសម្លេង 2.17 ដងចម្ងាយប្រយុទ្ធ 1270 គីឡូម៉ែត្រចម្ងាយដែលវាអាចហោះទៅដល់នោះគឺ 3000 គីឡូម៉ែត្រទៅ 3500 គីឡូម៉ែត្របើប្រើធុងសាំងសាគូហោះក្នុងរយៈកម្ពស់ 17000 ម៉ែត្រចំពោះការបំពាក់សពាវុធវិញមានដូចជាកាំភ្លើងយន្ត GSH 30mm មួយដើមមានគ្រាប់150គ្រាប់មីស៊ីលសម្រាប់យុទ្ធគ្នាលើអាកាស Air to Air មីស៊ីលមានដូចជា PL15 បាញ់បានចម្ងាយ 200 គីឡូម៉ែត្រទៅ 300 គីឡូម៉ែត្រមីស៊ីល PL12 PL10 និង PL8 មីស៊ីលសម្រាប់ប្រឆាំងនាវា YJ83K និង YJ12 មីស៊ីលបាញ់ពីអាកាសមកដី KD88 និងមីស៊ីល YJ91 គ្រាប់បែកទម្លាក់ពីអាកាសមកដីបំពង់សម្រាប់បាញ់គ្រាប់បែកអមសងខាងស្លាប J15D បំពាក់រ៉ាដាប្រភេទ TAP 1193ឬក៏ AESA រ៉ាដានិងប្រព័ន្ធស្វែងរកនិងកំណត់គោលដៅប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកប្រព័ន្ធ Jamming ប្រព័ន្ធគ្រប់គ្រងនៃការហោះហើរប្រព័ន្ធព្រមានពីមីស៊ីដែលត្រូវបាញ់មករកវា